มีส่วนองปูมิงไงนี้มาเมื่อนาได้มาสลอต่างออกเนี่ยจมวยนางสกาสเงาสลัดซ่องจมวยนางสลักใบหนึ่งตีจะเมื่อทาวิงานของวันนาไอเมื่อเนี่ยโอ้เนี่ยจุยระบุละใส่cái hiện vậy ta thà nâng chịu ấy kê chẳng á nè anh nâng hai tháng sạch sòn mày quýnh បន្ទាប់ពីពុកម៉ែបងប្អូនស្ដាប់កូនក្មេងនិយាយហើយឥឡូវនេះយើងមកមើលការស្លរបស់យើងទាំងអស់គ្នានេះគឺជាសាច់ជ្រូកដែលយើងយកទៅច្រាមប៉ុន្តែសាច់ជ្រូកនោះបងប្អូនលាយគ្រឿងលាយអីឲ្យហើយទៅចាំយើងយកទៅដាក់នៅក្នុងបង់មួយទឹកសម្លហើយនេះយើងធ្វើការយកសាច់ជ្រូកច្រាមរបស់យើងនឹងដាក់ចូលទៅក្នុងទឹកសម្លហើយអញ្ចឹងទឹកសម្លនឹងយើងដាក់ការ៉ុតបន្តិចទៅហើយនឹងមានជាខ្ទឹមសខ្ទឹមអីអញ្ចឹងណាបងប្អូនដាក់ចូលដើម្បីកាត់ជាតិឆ្អាបកុំឲ្យវាមានក្លិនឆ្អាបក្លិនអីអញ្ចឹងណាវាធ្វើឲ្យទឹកសឡយរបស់យើងនឹងវាមានរសជាតិឈ្ងុយផងហើយសម្រាប់រសជាតិវិញគឺបងប្អូនដាក់តាមការបងប្អូនដែលគាត់ចូលចិត្តហូបអញ្ចឹងណាបើប៊ីចេងស្ករតិចតួចហ្នឹងនិយាយទៅសម្លនេះគឺវាលក្ខណៈជាសាបព្រោះដោយសារវាជាភេទស្ងោរបន្តមកទៀតយើងដាក់បន្លែខៀវអានឹងចុងក្រោយឯងព្រោះដោយសារតែបន្លែខៀវវាឆាប់ឲ្យលួយអញ្ចឹងទៅយើងដាក់ចុងក្រោយគេពេលដែលយើងដាក់សាច់ហើយណាចាហើយកិនការនេះហើយចុងក្រោយកុំភ្លេចថែមតាហ៊ូពងមាន់មួយទៀតផងធ្វើឲ្យសម្លរបស់យើងនឹងមានរូបរាងស្អាតហើយមានសម្រស់ឆ្ងាញ់អរគុណសម្រាប់ការតាមដានទស្សនាវីដេអូបើសិនជាចូលចិត្តអាច comment បន្តទៀតមកខ្ញុំនឹងធ្វើវីដេអូធ្វើសម្លឲ្យបងប្អូនមើលទាំងអស់គ្នាទៀតណាអរគុណច្រើន